នរណាគេខ្លះដែលនៅចាំឡាអគ្គិសនីដែលមកកាត់ឡើងដោយកូនខ្មែរយើងមួយនេះដែលល្បីល្បាញខ្លាំងមែនទែនកាលពីជាង20ឆ្នាំមុនយើងដឹងថាឡាអគ្គិសនីគឺកំពុងតែទទួលបានការចាប់អារម្មណ៍និងល្បីល្បាញខ្លាំងមែនទែននៅលើទីផ្សារអន្តរជាតិមិនថាឡានជាឡានរបស់អាមេរិករបស់ជប៉ុនឬក៏ជាឡានរបស់ប្រទេសចិននោះទេគឺកំពុងតែធ្វើភ្ជប់ភ្លៀងនៅក្នុងទីផ្សារឡានខ្លាំងមែនទែនប៉ុន្តែកាលពីជាង10ទៅ20ឆ្នាំមុនឡាអគ្គិសនីគឺមិនមានប្រជាប្រិយទេនិយាយរួមទៅនៅក្នុងទីផ្សារគឺសឹងតែគ្មានឡាអគ្គិសនីទេប៉ុន្តែរឿងមួយដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះគឺកូនខ្មែរយើងម្នាក់គឺបានបង្កើតឡាអគ្គិសនីបានដោយជោគជ័យនិងទទួលបានប្រជាប្រិយខ្លាំងមែនទែនកាលពីជាង10ឆ្នាំទៅ20ឆ្នាំមុននោះបើសិនជាបងកាលពីជាង10ទៅ20ឆ្នាំមុនប្រហែលជាគាត់ដឹងហើយថាឡាអគ្គិសនីកូនខ្មែរយើងមួយប្រភេទដែលមានឈ្មោះថាអង្គរគឺមានភាពល្បីល្បាញនិងទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនមិនថាក្នុងទីផ្សារខ្មែរយើងនិងនៅលើឆាកអន្តរជាតិទេគឺទទួលបានប្រជាប្រិយនិងមានភាពល្បីល្បាញខ្លាំងមែនទែនប្រេនឡានអង្គរដែលបង្កើតឡើងដោយស្ថាបនិកគឺលោកញៀនផលិតគឺកាលពីជាង10ទៅ20ឆ្នាំមុននោះគឺមានការគ្រប់គ្រងខ្លាំងមែនទែនដែលសឹងតែមិនគួរជឿទេថាទីផ្សារខ្មែរយើងគឺអាចបង្កើតឡានដែលប្រើប្រាស់អគ្គិសនីបានដោយជោគជ័យប្រើបច្ចេកវិទ្យានិងមានសោភ័ណភាពគឺស្អាតខ្លាំងមែនទែនដែលកាលពីចន្លោះពីឆ្នាំ2012ទៅ2013នេះខ្ញុំចង់ចាំថាប្រទេសវៀតណាមគឺមានការខឹងសម្បាខ្លាំងមែនទែនទៅកាន់ក្រុមហ៊ុនធំៗរបស់ខ្លួនដែលគ្មានសមត្ថភាពក្នុងការអនុវត្តឡានអគ្គិសនីទំនើបដែលមានបច្ចេកវិទ្យាទំនើបដូចជារបស់ខ្មែរយើងនេះដែលការនោះគឺគេខឹងមែនទែនដែលខ្មែរយើងគឺអាចផលិតឡានអគ្គិសនីបានដោយជោគជ័យហើយមានផនភាពការ design គឺស្អាតខ្លាំងមែនទែនដែលការនោះយើងដឹងថាឡានអង្គរដែលបង្កើតឡើងដោយលោកញៀនផលិតនេះមានទ្វារបើកស្លាបដូចជាឡាន Tesla របស់លោក Elon Musk អញ្ចឹងដែលការនោះគឺឡាន Tesla គឺមិនទាន់មានភាពល្បីល្បាញអីខ្លាំងណាស់ទេបងប្អូនដែលការនោះគឺសឹងតែ Tesla សឹងតែដួលទៅហើយប៉ុន្តែកូនខ្មែរយើងគឺបានបង្កើតឡានអង្គរនេះឡើងគឺមានបច្ចេកវិទ្យាទំនើបខ្លាំងមែនទែនអ្វីដែលយើងគួរតែដឹងនោះគឺបច្ចេកវិទ្យាគឺទំនើបខ្លាំងមែនទែនដោយយើងមិនប្រើសោមិនប្រើជាសោ key យើងចាក់ឬក៏ smart key ទេគឺយើងប្រើកញ្ចក់ដៃ scan តែម្ដងគឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយការនោះកម្មវិធីសារព័ត៌មានបរទេសអន្តរជាតិអីគឺមកចុះផ្សាយពីឡានអង្គរយើងគឺខ្លាំងមែនទែនហើយឡានដែលគាត់បង្កើតឡើងគឺមានច្រើនម៉ូដច្រើនសេរីខ្លាំងមែនទែនដូចជាឡានយើងជិះកំសាន្តលេងបែបគ្រួសារធម្មតាឡានក្រុងម៉ូតូអគ្គិសនីនិងប្រភេទកង់3អគ្គិសនីគឺនិយាយទៅគាត់ច្រើនបង្កើតច្រើនមែនទែនដែលយើងពិតជាកត់សរសើរដល់ស្នាដៃដល់ការសិក្សាស្រាវជ្រាវរបស់កូនខ្មែរយើងដែលគាត់បានព្យាយាមបង្កើតអ្វីដែលជារបស់ខ្មែរយើងខ្លាំងមែនទែនប៉ុន្តែអ្វីដែលគួរសោកស្ដាយនោះគឺការបង្កើតឡានអគ្គិសនីយើងដែលមានភាពថាបច្ចេកវិទ្យាទំនើបភាពល្បីល្បាញកាលពីជាង10ឆ្នាំទៅ20ឆ្នាំមុននោះប៉ុន្តែបែរជាបរាជ័យបែរជាយើងបែរជាស្ងាត់ទៅវិញដោយមិនឃើញលោកនៅក្នុងថាចរាចរណ៍ក្នុងទីផ្សារខ្មែរយើងឬក៏អន្តរជាតិទេសារអ្វីតាមដែលខ្ញុំដឹងថាជាអាចនឹងខ្វះទុនក្នុងការវិនិយោគឬក៏អត់សូវមានអ្នកគេគ្រប់គ្រងបានតែថាយើងឃើញលុយណាស់អស្ចារ្យណាស់ប៉ុន្តែបែរជាថាគ្រប់គ្រងផ្នែកការទិញឬក៏បែបការវិនិយោគទៅលើក្រុមហ៊ុនរបស់គាត់គឺប្រហែលជាមិនមានដើមទុនគ្រប់គ្រាន់ព្រោះអីយើងដឹងថាការផលិតឡានគឺមិនមែនជារឿងលេងសើចឬក៏មិនមែនជាការប្រើដើមទុនតិចតួចទេប្រើដើមទុនគឺច្រើនមែនទែនចាំមិនថាបើសិនជាខ្វះការវិនិយោគឬក៏ខ្វះការគ្រប់គ្រងផ្នែកបញ្ជាទិញឬអ្វីតែផ្នែកតទៅជាមួយថវិកាគឺខ្ញុំគិតថាវាពិបាកក្នុងការដំណើរការខ្លាំងមែនទែនហើយយើងងាកមកមើលទីផ្សារអន្តរជាតិនៅពេលបច្ចុប្បន្ននេះគឺឡានអគ្គិសនីគឺកំពុងតែចរាចរណ៍ខ្លាំងមែនទែនជាពិសេសនៅក្នុងទីផ្សារខ្មែរយើងកំពុងតែថាពេញនិយមប្រើឡានអគ្គិសនីខ្លាំងមែនទែនហើយយើងសាកសម័យមើលថាបើសិនជាឡានអគ្គិសនីអង្គររបស់ខ្មែរយើងការនោះចរាចរណ៍ឬក៏ដំណើរការដល់ពេលបច្ចុប្បន្ននេះមិនដឹងថាយើងវិវត្តខ្លួនទៅដល់កម្រិតណាទេហើយមិនដឹងថាយើងប្រើឡានអគ្គិសនីថាច្រើនពេញស្រុកខ្មែរយើងប៉ុណ្ណាទេបើសិនជាមានពិតមែននោះគឺយើងពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលខ្មែរយើងគឺមានឡានផ្ទាល់ខ្លួនឯងហើយមានបច្ចេកវិទ្យាទំនើបទៀតហើយអាចនិយាយថាបច្ចេកវិទ្យាការនោះគឺយើងមកមុខគេតែម្ដងមួយថាយើង scan កញ្ចក់ដៃការនោះគិតមើលយើង scan កញ្ចក់ដៃកាលពីជាង10ទៅ20ឆ្នាំមុនគឺពិតជាមិនធម្មតាទេអ្នកនរគ្នាដែលបច្ចេកវិទ្យានេះគឺសឹងតែមិនទាន់មានអ្នកគេប្រើផងហើយយើងអាចធ្វើបានហើយបើសិនជាយើងថាគ្រប់គ្រងឬក៏មានការវិនិយោគអីត្រឹមត្រូវអាចថាបច្ចុប្បន្ននេះគឺឡានអគ្គិសនីរបស់គាត់គឺមិនដឹងថារីកចម្រើនដល់កម្រិតណាហើយអាចថាបច្ចេកជាមួយទីផ្សារអន្តរជាតិបានកម្រិតណាទេហើយយើងពិតជាសោកស្ដាយមែនទែនដែល brand ឡានអង្គររបស់ខ្មែរយើងគឺបែរជាស្ថិតទីផ្សារមែនទែនដែលឥឡូវទីផ្សារឡានអគ្គិសនីគឺកំពុងតែប្រជែងគ្នាគឺកំពុងតែធ្វើភ្ជប់គ្នាខ្លាំងមែនទែនហើយបែរជាឡានអគ្គិសនីរបស់ខ្មែរយើងបែរជាថាលែងមានឈ្មោះនៅក្នុងទីផ្សារទៅវិញហើយនៅក្នុងទីផ្សារកម្ពុជាយើងក៏អត់ដែលឃើញមានអ្នកគេជួយដែរចឹងពិតជាសោកស្ដាយខ្លាំងមែនទែនយើងសង្ឃឹមថាបើសិនជាមានក្រុមហ៊ុនធំៗអីអាចវិនិយោគទៅលើដែលកូនខ្មែរដែលគាត់មានថាកម្រិតច្នៃប្រឌិតបង្កើតអ្វីដែលថ្មីយើងគួរតែវិនិយោគទៅលើពួកគាត់ខ្លះទៅមិត្តច្នៃប្រឌិតបច្ចេកវិទ្យាអីហ្នឹងគឺយើងបើអាចគឺវិនិយោគគឺខ្ញុំគិតថាល្អមែនទែននេះក៏ជាការជំរុញឲ្យប្រទេសជាតិយើងរីកចម្រើនមានធនធានល្អៗដែរចឹងណាអញ្ចឹងអ្នកនរគ្នាណាគេខ្លះដែលចង់ចាំឡានអង្គររបស់ខ្មែរយើងដែលល្បីល្បាញខ្លាំងមែនទែនកាលពីជាង10-20ឆ្នាំមុននោះដែលសិតតែបើកឆ្លាតឬទៅលយមែនទែនហើយណាគេចាំខ្លះគឺអាចខមមិនក្រោមមើលហើយបើសិនជាស្ថាបនិកគាត់បានឃើញអីអាចខមមិនខាងក្រោមដែរមើលខ្ញុំក៏សប្បាយចិត្តដែរដែលគាត់បានឃើញវីដេអូរបស់ខ្ញុំសង្ឃឹមថាបើសិនជាពូអាចនៅបន្តការផលិតទៀតក៏ល្អដែរហើយសង្ឃឹមថាមានបងប្អូនឬក៏អ្នកមានដែលគាត់អាចវិនិយោគជាមួយគាត់ទៅអាចបន្តទៅមុខទៀតក៏កាន់តែល្អដែរចុះវីដេអូនេះគឺមានប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ